បាទសួស្តីពុកម៉ែបងប្អូនសម្រាប់ថ្ងៃនេះខ្ញុំសូមreview ឡាន Kia Ray ឆ្នាំ2012 Full Option អញ្ចឹងយើងមើលប្លុកម៉ាស៊ីនវាមុនប្លុកម៉ាស៊ីនគឺនៅស្អាតខ្លាំងមែនទែនបងប្អូនគឺនៅខ្ចៅ7ពណ៌ហ្មងនិយាយចំគឺឡានហ្នឹងគឺស្អាតមែនទែនហើយអត្ថប្រយោជន៍ដែលគិតថាបងប្អូនអាចប្រើប្រាស់ទៅចំណេញហើយយើងមើលភិនភាគឲ្យហើយព្រោះខ្ញុំអត់ទាន់បានរៀបចំបាន 100% ទេបងប្អូនហើយបើសម្រាប់ full option គឺយើងប្រើបេតុងចុចឬមួយក៏ violin ឬមួយក៏ khol គឺយើងប្រើនៅលើចង្កូតហើយអញ្ចឹងបើពណ៌សំជាក់យើងប្រើបេតុងចុចហើយកាមេរ៉ាគឺមកពីកូរ៉េស៊ីនចំបងប្អូននិយាយចំគឺឡាននេះគឺស្អាតមែនទែនហ្មងហើយអញ្ចឹងបើបងប្អូនតម្រូវការឬមួយក៏ចង់ចំណេញពូឡាន Kia Ray Full Option មួយនេះឡានស្អាត 95% ហើយគឺចំណេញដែលគិតថាបងប្អូនប្រើសាំងក៏បានប្រើហ្គាសក៏បានអញ្ចឹងហ្គាសនេះបញ្ជាក់ជូនបងប្អូនគឺហ្គាសដែលគេកែមកពីកូរ៉េស៊ីនហ្មងបងប្អូនហើយយើងមើលភិនភាពមកជុំទៅអញ្ចឹងពុកម៉ែបងប្អូនឃើញគួរចាប់អារម្មណ៍គួរចាប់ចិត្តទេហើយអញ្ចឹងចាំមើលខ្ញុំថតមើលសាច់ដែកនៅប្រឡោះកង់ឲ្យមើលសិនគឺប្រឡោះកង់សាច់ដែកគឺសាច់នៅ7ពណ៌គឺស្អាតមិនខ្លាំងមែនទែនហើយចាំមើលខ្ញុំអោនមើលបាតក្រោមអានេះសម្រាប់បាតក្រោមដែលខ្ញុំអត់ទាន់បានឡើងពងថតឲ្យបានច្បាស់ឲ្យពុកម៉ែបងប្អូនទេហើយខ្ញុំថតជាគោលព្រោះឡានហ្នឹងគឺខ្ញុំអត់ទាន់បានរៀបចំ 100% បងប្អូនហើយខ្លាចពុកម៉ែបងប្អូនតម្រូវការប្រើប្រាស់ចាំបាច់នៅចិត្តពិធីបុណ្យចូលឆ្នាំខ្មែរឬមួយក៏ត្រូវលក្ខណៈថាបងស្រីបងប្រុសជូនកូនទៅសាលាឬមួយក៏បងស្រីបងប្រុសធ្វើការនៅក្នុងរាជធានីភ្នំពេញគឺបងជិះចំណេញខ្លាំងមែនទែនពូឡាននេះគឺប្រើហ្គាសក៏បានប្រើសាំងក៏បានហើយនៅខាងក្នុងមានទលាយខ្លាំងមែនទែនបងប្អូនទលាយខ្លាំងហើយបើស្បែកពូកគឺស្អាតខ្លាំង 100% បងសម្រាប់ Full Option 12 Kia Ray នេះហើយមើលកេមគឺស្អាតខ្លាំងមែនទែនពួកខ្ញុំអត់តបានតុបតែងឲ្យបានស្អាត 100% ប៉ុណ្ណឹងហើយបើតម្រូវការពុកម៉ែបងប្អូនដែលគាត់ចង់បានឬមកគាត់ចង់មកមើលភិនភាគជាក់ស្ដែងដែលខ្ញុំអត់តរៀបចំរួចរាល់អញ្ចឹងក៏ពុកម៉ែបងប្អូនអាចមកមើលបានបងខ្ញុំរៀបចំបាន 100% គឺបងប្អូនដឹងតែទទួលយកបានហើយជាងប្រើ LED គឺស្អាតមែនតើហើយបើសម្រាប់ពណ៌ទឹកស្រែកខាងក្រោយនេះគឺ Full Option ដូចគ្នាគឺឡានស្អាតទាំងពីរបងប្អូនហើយឥឡូវយើងមើលប្លុកម៉ាស៊ីនចៅនៅ7ពណ៌ឡើយបងប្អូនគឺខ្ញុំអត់សូវធ្វើអីទេព្រោះនិយាយចំគឺឡានយើងតម្លាក់មកមូលអញ្ចឹងយើងធ្វើឲ្យបងប្អូនឲ្យមានសម្រាប់មានតែគិតថាឡានយើងអត់ធ្វើអីខ្លាំងទេអញ្ចឹងព្រោះឡានយើងតម្លាក់មកមូលហើយសម្រាប់បេតុងចុច blend សម្លេងឬមួយក៏ khol គឺនៅលើដៃចង្កូតទាំងអស់ហើយកាមេរ៉ានេះក៏កាមេរ៉ាមកពីកូរ៉េដែរគឺយើងអត់បានធ្វើនៅស្រុកខ្មែរទេហើយសម្រាប់បេតុងចុចជាប្រព័ន្ធសញ្ជាក់គឺយើងសប្រើសបេតុងទាំងអស់ហើយខាងក្នុងទលាយស្អាតហើយបើស្បែកពុកទន់ល្មើយបងប្អូនគឺស្អាតខ្លាំងមែនទែនហើយបើសម្រាប់ Full Option 12 Kia Ray នេះគឺប្រើសាំងសុទ្ធអត់ដូចអាមុកទេអាមុកគាត់ប្រើសាំងផងក្រាស់ផងតែក្រាស់ហ្នឹងក្រាស់មកពីកូរ៉េចំហ្មងហើយល្អមួយទៀតគឺពាក់ព័ន្ធមួយទ្វារបើកចំហៀងគឺទលាយខ្លាំងមែនទែនបងប្អូនគឺស្អាតដល់ឡានហើយបើបងប្អូនមានចំណាប់អារម្មណ៍ឬមកក៏ចង់មកមើលផ្ទាល់ដែលខ្ញុំអត់ទាន់បានរៀបចំតបតែងបាន 100% គឺបងប្អូនអាចមើលបានហើយខ្ញុំនឹងដាក់លេខទូរស័ព្ទនឹងដាក់ទីតាំងនៅយានដ្ឋាន VTX Auto ឯកទេសជួសជុលម៉ាស៊ីនចេះហើយសម្រាប់ LED គ្នាព្រោះខ្ញុំអត់ទាន់បានរៀបចំបាន 100% ទេបងប្អូនគាត់ថាបងប្អូនអាចចង់មកមើលឬមកក៏ចង់មកពិភាក្សាហើយបើសម្រាប់ Kia Carnival មួយនេះគឺពាក់ព័ន្ធមួយប្រព័ន្ធសញ្ជាក់ហើយឡើងខាងមុខដូចគ្នាអញ្ចឹងបងគាត់ទុកឲ្យខ្ញុំធ្វើហើយស្អែកព្រឹកហើយ Kia Carnival ហ្នឹងស្អាតឡានគឺខ្ញុំធានាឲ្យបងប្អូនគឺអត់មានបុកប៉ះធម្មតាឆ្នាំយើងធ្វើតិចតួចបងប្អូនតែបើធានាបុកប៉ះកាត់តគឺអត់មានទេធានាជូនបងប្អូន
ឡានស្អាតបងប្អូនប្រើទៅចំណេញសម្រាប់ Kia Ray 02នេះប្រើសាំងផងក្រៅផងគឺពុកម៉ែបងប្អូនគឺដឹងតែប្រើស្រួលបងគឺស្អាត